ឈើគឺជាជីវិតកាលណាតែព្រៃនឹងកាន់តែធំបឹងកាន់តែធំថ្មកាន់តែធំគឺមានពលឹងមានវិញ្ញាណនៅទីនោះអញ្ចឹងក្រុមយើងអត់បំពេញទេដល់ពេលឥឡូវវាព្រៃវាអស់អញ្ចឹងគាត់លែងមានកន្លែងនៅលែងមានកន្លែងជ្រកទេជួនកាលគាត់អាចនឹងមិនឈប់នៅកន្លែងហ្នឹងហើយគាត់ទៅនៅកន្លែងផ្សេងទៀតក៏ថាបានជនជាតិដើមយើងមែនតើយើងរស់នៅផ្សារភ្ជាប់មួយនឹងជំនឿព្រៃឈើធនធានធម្មជាតិខ្ញុំបើកពងកញ្ចក់បន្តិចគ្រប់គ្នាស្គាល់ពូផាឡាចាគាត់ធ្វើការពាក់ព័ន្ធនឹងជនជាតិដើមភាគតិចច្រើនឆ្នាំហ្នឹង30ឆ្នាំជាងហើយចាហើយគាត់បានលើករឿងរ៉ាវខ្លះកាលពីយើងទៅប្រជុំនៅកំពង់ធំថ្ងៃមុនណាហើយវាជារឿងមួយវាគួរឲ្យអស់សំណើចហើយក៏មើលទៅវាប៉ះពាល់ពួកយើងដែរគាត់ថាកាលពីឆ្នាំ1990ជាងគាត់ចាប់ផ្ដើមធ្វើការមានក្រុមហ៊ុនមួយចូលទៅដល់ហើយដោយសារគាត់ជាមនុស្សសំខាន់ម្នាក់នៅក្នុងសហគមន៍ជួយសម្របសម្រួលច្រើនហើយជាអ្នកស្រាវជ្រាវច្រើនគេបានមកនិយាយមួយគាត់ថាពូជួយនិយាយមួយសហគមន៍តិចមើលជួយប្រមូលព្រៃអរៈរបស់សហគមន៍នោះដាក់មកកន្លែងព្រោះព្រៃអរៈយើងមានច្រើនកន្លែងមិនចឹងក្នុងសហគមន៍មួយព្រៃអរៈយើងមាន10កន្លែង17កន្លែង3កន្លែង4កន្លែង5កន្លែងទៅហើយធំដល់ពេលបរិវេណដែលគេក្រុងអភិវឌ្ឍនោះវាធំចឹងហើយគាត់ពិបាកព្រោះកាលណាតែមានព្រៃអរៈវាជាតំបន់ជំនឿហើយអញ្ចឹងយើងដូចបងប្អូន Blend គាត់លើកឡើងអញ្ចឹងយើងមានសិទ្ធិក្នុងការប្រតិបត្តិជំនឿប្រពៃណីរបស់យើងតែដល់ពេលវាអញ្ចឹងវាធ្វើឲ្យខានដល់ការអភិវឌ្ឍផងគេអញ្ចឹងហើយគេបានមកនិយាយមួយពូផាឡាបើសិនជាពូជួយរឿងនឹងបានគេឲ្យជាសគុណឲ្យជាអីអញ្ចឹងច្រើនដែរណាអញ្ចឹងទៅជួយសម្រួលមួយសហគមន៍ទៅនិយាយមួយចាស់ទុំទៅឲ្យធ្វើម៉េចប្រម៉ែប្រមូលព្រៃអរៈហ្នឹងដាក់មកកន្លែងចាស្ដាប់ទៅគួរអស់សំណើចហ្មងលក្ខណៈថាមនុស្សដែលមិនយល់គឺអញ្ចឹងហើយកាលនោះមានពូសេកសុភ័ណ្ឌគាត់មកជួយចែករំលែកពាក់ព័ន្ធនឹងស្ថានភាពច្បាប់ខ្លះដែរគាត់បានលើកឡើងថាឥឡូវហ្នឹងសង្ស័យតែគិតប្រមូលព្រៃអរៈហ្នឹងមកដាក់មកកន្លែងមែនហើយសហគមន៍គាត់ថាប្រហែលជាអញ្ចឹងព្រោះឥឡូវលែងប្រកែហើយអត់ដូចមុនទេចាចឹងគឺការអភិវឌ្ឍអញ្ចឹងការពិតមែនអញ្ចឹងទេដោយសារអីតំបន់ជំនឿរបស់យើងត្រូវបានកាប់បំផ្លាញដូចយើងនិយាយអញ្ចឹងណាព្រៃឈើមួយចំនួនត្រូវបានបំផ្លាញហើយយើងជឿជាក់ថាព្រៃឈើគឺជាជីវិតកាលណាតែព្រៃនឹងកាន់តែធំបឹងកាន់តែធំថ្មកាន់តែធំគឺមានពលឹងមានវិញ្ញាណនៅទីនោះអញ្ចឹងក្រុមយើងអត់បំពេញទេដល់ពេលឥឡូវវាព្រៃវាអស់អញ្ចឹងគាត់លែងមានកន្លែងនៅលែងមានកន្លែងជ្រកទេជួនកាលគាត់អាចនឹងមិនឈប់នៅកន្លែងហ្នឹងហើយគាត់ទៅនៅកន្លែងផ្សេងទៀតគាត់ថាបានមានអ្នកខ្លះក៏និយាយថាជនជាតិដើមភាគតិចជឿអីប្រទេសផ្ដាស់ជឿជំនឿគ្មានហេតុគ្មានផលអីហ្នឹងទៅចាក៏ប៉ុន្តែអត់ដឹងថាជំនឿរបស់យើងនោះវាបានចូលរួមចំណែកការពារដីធ្លីព្រៃឈើឲ្យវាបានគង់វង្សហើយអ្នកខ្លះគេថាជនជាតិហ្នឹងឲ្យអ្នកបំផ្លាញព្រោះអ្នកកាប់អ្នកប្រើអ្នកប្រាស់ប៉ុន្តែយើងបកមកសំណួរនឹងដដែលថាយើងអ្នកប្រើប្រាស់បើកាលណាយើងប្រើអស់សួរថាយើងមានអីប្រើចឹងហើយចង់មិនចង់គឺយើងត្រូវតែថែរក្សាព្រោះជាជីវិតយើងជាឆ្នាំងបាយរបស់យើងសរុបមកវិញខ្ញុំចង់ឆ្លើយថាជនជាតិដើមភាគតិចមិនមែនជាអ្នកបំផ្លាញព្រៃឈើទេយើងជាអ្នកការពារដ៏ពិតប្រាកដមែនអត់ពុកម៉ែបងប្អូនភូមិចាប៉ុន្តែបកមកយើងវិញយើងចង់និយាយថាពាក់ព័ន្ធមួយជំនឿរបស់យើងហ្នឹងយើងមើលស្ថានភាពច្បាប់កន្លងមកច្បាប់ភូមិបាលឥឡូវអនុវត្តមិនទាន់អីណានៃផងឥឡូវចាប់ផ្ដើមរៀបរៀងថ្មីទៀតហើយចាអញ្ចឹងកាលពីវគ្គមុនគេឲ្យយើងបានតែតំបន់ជំនឿរបស់យើងគឺមិនឲ្យលើស7ហិកតាទេវាស្តៀងជាមួយនឹងក្រុមហ៊ុនដែលឲ្យយើងទៅប្រមូលព្រៃអរៈដាក់មួយកន្លែងណាការប្រតិបត្តិប្រពៃណីរបស់ជនជាតិដើមយើងឧទាហរណ៍ថាយើងមាន10កន្លែងដល់ពេលគេឲ្យយើងសរុបតែ7កន្លែងវាអត់ត្រូវចាអញ្ចឹងហើយស្ថានភាពបច្ចុប្បន្នយើងក៏កំពុងតែក្នុងនាមយើងជាស្ថាប័នជនជាតិដើមក៏ដូចជាយុវជនជាស្ត្រីអីនឹងកំពុងតែផុសផុលមែនទែនក្នុងការស្នើសុំឲ្យអ្នកដែលសម្រេចចាត់កែប្រែច្បាប់មួយចំនួនហ្នឹងធ្វើម៉េចឲ្យជនជាតិដើមយើងទទួលបានសិទ្ធិក្នុងការប្រតិបត្តិប្រពៃណីជនឲ្យបានច្រើនកន្លែងហើយជាពិសេសសហគមន៍ខ្លះក៏អត់បានចុះបញ្ជីដីកម្មសិទ្ធិសមរភាពគឺគាត់បានបាត់បង់សិទ្ធិនឹងច្រើនហើយយើងក៏កំពុងតែស្នើសុំឲ្យដាក់បញ្ចូលការចុះបញ្ជីដីព្រៃអរៈដីព្រៃកក់សពដីព្រៃជំនឿផ្សេងៗហ្នឹងឲ្យជាតំបន់ប្រើប្រាស់រួមរបស់សហគមន៍ដែរចាអរគុណខ្ញុំអរគុណច្រើនបងអរគុណច្រើនមែនតើ